chẳng không còn trong vậy tích và thêm từ lúc bình định miền Ý bộ định miền Ý bình tích từ lứa ấy đại cát miền làoในក្នុងសង្គ្រាមលើលោកទី1សង្គ្រាមលើលោកទី2សង្គ្រាមត្រជាក់ហើយនឹងគេហៅថាប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះវិជាការពិតទៅលើអ្វីដែលកើតមានឡើងនៅក្នុងបរិបទនៃសង្គ្រាមត្រជាក់នេះសង្គ្រាមលើកលោកទី1នេះគឺឆ្នាំ1914ហើយបានបញ្ចប់ទៅឆ្នាំ1918វាមានចំណុច3ទី1គឺការរត់ប្រណាំងនៅមនោគមវិជ្ជាទី2គឺសេដ្ឋកិច្ចទី3គឺស្ថានភាពនយោបាយអញ្ចឹងយើងគិតនិយាយអំពីស្ថានភាពសេដ្ឋកិច្ចការធ្លាក់ចុះនៃប្រទេសមានការរីកចម្រើនដែលមិនមានសណ្ដាប់ធ្នាប់ដូចអ្វីហេតុអីបានជាយើងនិយាយអញ្ចឹងសង្គ្រាមទាំង3លើកឥឡូវឈានដល់ដំណាក់កាលហ្នឹងវាចូលដដែលទេអញ្ចឹងបានយើងលើកបើអត់ដឹងប្រវត្តិសាស្ត្រហើយអញ្ចឹងបានរាជរដ្ឋាភិបាលខំចងក្រងប្រវត្តិសាស្ត្របោះពុំហើយតែមិនទាន់ឲ្យមើលចាំឡើងថ្លៃបន្តិចសូមមើលឲ្យមើលបាទយើងអញ្ចឹងចង់ថាជំរាបជូនណាខ្ញុំកែពីម្សិលមិញហើយឲ្យទៅខាងបដិបដាលកែនិស្សិតរាជបណ្ឌិតសភាឆ្នាំទី1ឆ្នាំទី2គ្រប់មុខវិជ្ជាទាំងអស់ត្រូវតែរៀនប្រវត្តិសាស្ត្របើមិនរៀនប្រវត្តិសាស្ត្រទេគឺអត់បានទេពីព្រោះនៅប្រទេសណាក៏គេលេងចឹងដែរឥឡូវសួរបណ្ឌិតគណិតវិទ្យាកាលណានិយាយពីសេដ្ឋកិច្ចបើអត់ដឹងប្រវត្តិសាស្ត្រអត់ទៅវិភាគសេដ្ឋកិច្ចបានទេនយោបាយក៏ដូចគ្នាដែរលើកលែងតែគណិតវិទ្យាប៉ុន្តែគណិតវិទ្យាក៏គេឲ្យរៀនរូបវិទ្យាក៏គេឲ្យរៀនប្រវត្តិសាស្ត្រដែរចឹងកន្លែងហ្នឹងខ្ញុំគ្រាន់ជំរាបជូនចឹងពីម្សិលមិញខ្ញុំបានរៀបចំកែហើយខ្ញុំបានអង្គុយសរសេរប្រវត្តិសាស្ត្រសម័យគេហៅថាមុនគ្រិស្តសករាជសម័យនគរភ្នំបាទចឹងអង្គុយសរសេរសម្បត្តិសម្អាងឯងសរសេរលោកជាតិហ្នឹងអញ្ចឹងកន្លែងហ្នឹងខ្ញុំចង់បង្ហាញថាអញ្ចឹងគឺសង្គ្រាមហ្នឹងវាកើតមកពីអីវាកើតមកពីការរត់ប្រណាំងនៃមនោគមនិងសេដ្ឋកិច្ចធ្លាក់ចុះមានសម្រាប់ធ្នាប់ធ្វើឲ្យមានការចំណាយគ្នាហើយពេលនោះគេត្រូវគ្នាពេលនោះរុស្ស៊ីក៏ឆ្លោះគ្នាដែរប៉ុន្តែដោយសារអីមានបញ្ហាលោកកើតឡើងមកគឺគេលែងវាយគ្នាហើយខុសពីខ្មែរយើងកាលណាយើងឆ្លោះជាមួយថៃអាខាងក្រៅកាច់ទៅនិយាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីខ្ញុំឆ្ងល់ពួកហ្នឹងដែរវាចេះភាសាខ្មែរប៉ុន្តែពិតសភៅកិច្ចព្រមព្រៀងទីក្រុងប៉ារីហ្នឹងនិយាយ5ភាសាអញ្ចឹងពួកនៅបារាំងនិយាយអានជាបារាំងទៅអាពួកនៅអាមេរិកអានអង់គ្លេសទៅអាពួកនៅស្រុកខ្មែរអានភាសាខ្មែរទៅកិច្ចព្រមព្រៀងទីក្រុងប៉ារីវាសកុតភាពនៅពេលដែលរដ្ឋាភិបាលថ្មីកើតឡើងវាមិនមែនមានអីទៀតទេអញ្ចឹងទៅមើលផងកុំចេះតែបង្កើតអី23បកគណៈបកក្រៅរដ្ឋាភិបាលក្រៅប្រទេសឯណានៃយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅនិយាយអត់ព្រមអានហើយបង្កើតអញ្ចឹងអានឹងហើយដែលយើងអញ្ចឹងខ្ញុំចង់បង្ហាញសង្គ្រាមលើកទី2វាយគ្នាប៉ុន្តែរុស្ស៊ីចាប់ដៃជាមួយស្ដេចសារអត់តន់ធ្វើអីទេអត់តន់វាយគ្នាទេគឺចាប់វាយមួយសត្រូវសិនចុងក្រោយមកចប់បើគេលេងបដិវត្តបានកើតឡើងបាទអានឹងខ្ញុំគ្រាន់នេះទេគ្រាន់តែបង្ហាញទៅលើទស្សនវិជ្ជាទាំងអស់ហ្នឹងហើយយើងឃើញថាទាំងអស់នេះគឺវាកើតមកដោយសារអីដោយសារការរីកចម្រើនមានលក្ខណៈផ្សេងគ្នាហើយយើងឃើញហើយសង្គ្រាមលើកលោកទី1គេប្រើទៅរកក្រោះបាទចង់ឲ្យឃើញណាសង្គ្រាមលើកទី1បំរើទៅដោយរកក្រោះពេលនោះមានអ្នកប្រាជ្ញខាងអឺរ៉ុបគេនិយាយថាវានឹងកើតឡើងហើយវានឹងបង្ហាញលែងគិតពីនិន្នាការទៅលើសាសនាចឹងដូចគេថាសង្គ្រាមសាសនាមែនទេសាសនាក៏ជាមនោគមដែរការគ្រប់គ្រងមនុស្សចឹងគ្រប់គ្រងមនុស្សគេចែកចេញជា3គ្រប់គ្រងតាមបែបកម្លាំងគ្រប់គ្រងតាមបែបជំនឿគ្រប់គ្រងតាមបែបនយោបាយចឹងគ្រប់គ្រងតាមកម្លាំងគេហៅថាច្បាប់ព្រៃអ្នកណាខ្លាំងអ្នកនឹងគ្រប់គ្រងតាមបែបគេហៅថាសាសនាទៅជំនឿហ្នឹងគេបង្កើតសាសនាមានកាតូលិកមានប្រពុតមានអីហ្នឹងគេគ្រប់គ្រងតាមហ្នឹងអញ្ចឹងគេយកសាសនាហ្នឹងគេដល់ពេលគេយកស៊ូសាកគេយកមកបង់ឲ្យសាសនាហ្នឹងហើយយកស៊ូអាសាកទៅសង់វត្តសង់ទីសក្ការៈទាំងអស់ហ្នឹងគឺគេហៅថាការគ្រប់គ្រងតាមបែបសាសនាដល់គ្រប់គ្រងបែបនយោបាយគេចែកចេញជា5ទី1គ្រប់គ្រងតាមបែបប្រជាការនិយមទី2គ្រប់គ្រងតាមបែបចម្រុះនិយមទី3គ្រប់គ្រងតាមបែបប្រធានាធិបតីនិយមទី4បែបសភានិយមហើយទី5គេគ្រប់គ្រងតាមបែបអីបាទទៅលើសាសនាដូចនៅអ៊ីរ៉ង់ក៏នៅតែគ្រប់គ្រងតាមបែបសាសនានៅឡើយទេនៅអ៊ីរ៉ង់នៅវ៉ាទីកង់បរិយាវ៉ាទីកង់ក៏គ្រប់គ្រងតាមបែបសាសនាដែរអ៊ីតាលីប៉ុន្តែអ៊ីតាលីផ្សេងវ៉ាទីកង់ផ្សេង
អានឹងគាត់ជំរាបជូនអញ្ចឹងយើងឃើញហើយថាអ៊ីតាលីគាត់ចាប់ផ្ដើមបង្ហាញរឹកបង្ហាញរៀងដើម្បីបង្ហាញទៅលើប្រជាជនរបស់គេតែងថាអ្នកខ្លាំងត្រូវតែឈ្នះពេលនោះគឺយើងមានកិច្ចព្រមព្រៀងអ៊ីតាលីក៏មានកិច្ចព្រមព្រៀងជាមួយសហភាពសូវៀតជាមួយអឺរ៉ុបថាមិនឈ្លានពានទេមិនឈ្លានពានគ្នាទៅវិញទៅមកប៉ុន្តែថាផ្សេងធ្វើផ្សឹងអញ្ចឹងដូចយើងឃើញអញ្ចឹងទីខ្ញុំនឹងបង្ហាញបាទដោយសារបាទចូលមកដល់ផ្នែកខ្ញុំវាបញ្ហាអញ្ចឹងយើងមើលឃើញសង្គ្រាមលើកលោកទី2ខ្ញុំបញ្ជាក់ពីគ្រូមាសនេះបន្តិចនៅខ្វះចំណុចសង្គ្រាមលើកលោកទី2រុស្ស៊ីសហភាពសូវៀតអត់ធ្វើសង្គ្រាមមួយអាល្លឺម៉ង់ទេហើយកន្លែងហ្នឹងឲ្យជន់ប្រវត្តិសាស្ត្រឲ្យដូចគ្នាបេះបិទដូចគ្នាអីដែលថៃធ្វើអីដែលមាន79ស្អីដែលសង្គ្រាមលើកលោកទី2កើតឡើងសង្គ្រាមលើកលោកទី2កើតឡើងស្អីដែលដូចគ្នាពេលហ្នឹងអ៊ីតាលីស្លៀកពាក់ជាប៉ូឡូញវាយប៉ូឡូញថាប៉ូឡូញចាប់ផ្ដើមធ្វើសង្គ្រាមតាមពិតប៉ូឡូញអត់ដឹងសោះដល់អត់ដឹងពេលហ្នឹងវាយកឱកាសវាយប៉ូឡូញប៉ុន្តែវាមានកិច្ចព្រមព្រៀងជាមួយនឹងពេលហ្នឹងប៉ូឡូញចាប់ផ្ដើមពីណាអ្នកជួយប៉ូឡូញគឺមហាអំណាច2ធំពីណាគឺអង់គ្លេសនិងបារាំងចុងក្រោយមកវាយប៉ូឡូញបានវាយទៅបារាំងទៀតពេលទៅវាយទៅបារាំងវាយទៅអង់គ្លេសប៉ុន្តែឈៀតឈៀសពេលនោះឈៀតឈៀសគាត់ថាម៉េចគាត់រៀបចំកងទ័ពជើងទឹកខ្លាំងណាស់អង់គ្លេសជាភាពខ្លាំងនៃកងទ័ពជើងទឹកអាល្លឺម៉ង់គាត់អត់បានទេគាត់និយាយទៅពីជើងអាកាសជើងគោកនឹងស្មើជើងប៉ុន្តែជាប់ជើងទឹកគាត់ខ្សោយអញ្ចឹងគាត់អត់ឆ្លងទៅអង់គ្លេសបានអញ្ចឹងដើម្បីមិនឆ្លងអង់គ្លេសបានគាត់ទៅវាយឥណ្ឌាព្រោះឥណ្ឌាក្រមអាណានិគមនិយមរបស់អង់គ្លេសអញ្ចឹងវាយសិនប៉ុន្តែវាយវាត្រូវប៉ះធម្មតាឆ្លងកាត់រុស្ស៊ីឆ្លងកាត់រុស្ស៊ីប៉ុន្តែរុស្ស៊ីពេលនឹងសហភាពសូវៀតអត់ទាន់មានទេមានកិច្ចព្រមព្រៀងមួយគ្នាអត់មានវាយទេប៉ុន្តែយ៉ាងម៉េចទៅហើយពេលនោះសហរដ្ឋអាមេរិកអោបដៃទេសង្គ្រាមលើកលោកទី1ក៏អាមេរិកអោបដៃសង្គ្រាមលើកលោកទី2ក៏អាមេរិកអោបដៃដែរបានអាមេរិកខ្លាចជាអ្នកមានបាទវាអត់យកលុយទៅចំណាយអីទេដល់ពេលហ្នឹងវាយប្រាវឆ្នាំ1940 41ផ្ទុះផឹងដល់ផ្ទុះផឹងសហភាពសូវៀតគាត់ចាប់ផ្ដើមតតាំងប៉ុន្តែគេជំរាបជូនណាគេអត់រត់ចោលស្រុកទេគេខំក្រាបដើម្បីការពារទឹកដីរបស់គេនេះទីក្រុងរបស់លោកឆេងវ៉ាន់រិតគាត់ទៅរៀននឹងលេនីនក្រាដឥឡូវគេហៅថា32ជលបុកពីដើមគាត់គេហៅ32ជលបុកដែរដូរពេលជ័យជំនះមកគេដាក់លេនីនក្រាដ300ថ្ងៃចាញ់អ្នកចុះគឺបាញ់អ្នកឡើងគឺចុះទឹកក៏អត់បានអីក៏អត់បានដែរអញ្ចឹងអ្នកងាប់គឺយកសាច់មកធ្វើម្ហូបព្រោះអត់មានអីហូបយកសាច់ធ្វើម្ហូបរុស្ស៊ីហ្នឹងហើយគេចាប់ផ្ដើមរុស្ស៊ីដល់ទៅណាស្បៀងដុតចោលមកដល់ណាដុតចោលមកព្រោះទឹកដីរុស្ស៊ីវាធំដល់ដុតចោលអញ្ចឹងអាល្លឺម៉ង់វាអត់យល់វាចេះតែហុកចូលដល់ពេលវាអស់ស្បៀងវាអត់មានស្បៀងដល់អត់បានឃើញទេពេលហ្នឹងចាប់ដើមអីរុស្ស៊ីចាប់ដើមដាក់យកពេលនោះសង្គ្រាមចាំតិចខ្ញុំចង់និយាយថាហេតុអីផ្ទុះសង្គ្រាមឥឡូវហ្នឹងដែលអត់គោរពគោលការណ៍ពេលនោះហើយជប៉ុនធ្វើសើបជិះមកដល់បរហោះមកដល់រដ្ឋហាវ៉ៃជប៉ុនចាប់ផ្ដើមបើកចូលក្នុងអំពង់ផ្សែងនៃនីវៀដឹកយន្តហោះរបស់សហរដ្ឋអាមេរិកឃើញទេសង្គ្រាមអបកាសទេផ្ទុះផឹងអាមេរិកចាប់ដៃជាមួយរុស្ស៊ីសហភាពសូវៀតចាប់ដៃមួយអង់គ្លេសចាប់ដៃជាមួយនឹងបារាំងចឹងហើយពេលប្អូនទៅដល់ប៉ារីសប្អូនឃើញផ្លូវមួយពីប៉ារីសទៅឡុងគឺមិត្តភាពរវាងឈៀតហើយនឹងអីសាល់ដឺហ្គោលឈៀតនឹងសាល់ដឺហ្គោលធ្វើផ្លូវទៅឡុងតាមក្រមសមុទ្រចឹងគឺជាចំណងមិត្តភាពហ្នឹងអញ្ចឹងពេលដែលវាយភ្លាមជប៉ុនអាចបានប្រកាសសង្គ្រាមដល់អត់បានប្រកាសដូចអ្វីដែលសហរដ្ឋអាមេរិកធ្វើសង្គ្រាមពីរប្រទេសជាមួយអ៊ីរ៉ង់ប្រកាសហ៎បាទអត់ប្រកាស
សង្គ្រាមជាមួយដែលឡាទីនស្គីអាមេរិកប្រកាសទៅចាប់ប្រធានាធិបតីវេណូហ្សេឡាប្រកាសអត់ទេឃើញខុសចុះរុស្ស៊ីទៅវាយអ៊ុយក្រែនប្រកាសទេរុស្ស៊ីដាក់គោលការណ៍3ហើយអាមេរិកនឹងអាមេរិកយកមកដាក់គោលការណ៍ជាមួយវេណូហ្សេឡាគោលការណ៍ទី1មិនអោយអ៊ុយក្រែនចូលទៅក្នុងសហគមន៍អឺរ៉ុបគោលការណ៍ទី2ហាមអ៊ុយក្រែនកុំអោយដាក់ខែលមេស៊ីលនៅក្នុងប្រទេសរបស់អ៊ុយក្រែនគោលការណ៍ទី3មិនអោយចូល NATO 3ចំណុចនេះប៉ុន្តែអ៊ុយក្រែនស្ដាប់ទេអត់ស្ដាប់ឲ្យដាក់ភឹសព្រោះម៉េចដោយលោកគ្រូមាននេះគាត់និយាយថាអ៊ុយក្រែនផលិតនុយក្លេអ៊ែរកុំទៅជឿនោះអ៊ុយក្រែនមិនផលិតនុយក្លេអ៊ែរទេមានរោងចក្រប្រើដោយធម្មពលនុយក្លេអ៊ែរ Chernobyl ពេលនោះផ្ទុះមកដល់សប្តាហ៍ថ្ងៃនេះអ៊ុយក្រែនអត់អាចទៅនៅទីនោះបានទេសប្តាហ៍ថ្ងៃអត់មានទេគេហុំព័ទ្ធសូម្បីតែទូរទស្សន៍សួរឆេងបានរត់ហ្នឹងក៏ដឹងដែរសូម្បីតែទូរទស្សន៍ហ្នឹងក៏អត់ឲ្យយកចេញស្អីក៏ឲ្យយកទូទឹកកកក៏ឲ្យយកចេញមនុស្សចាស់រស់បានយូរក្មេងឆាប់ងាប់ដោយសារវិទ្យុសកម្មអានឹងអត់មានអាវុធទេណាគ្រាន់តែរោងចក្រថាដើរដោយធម្មពលប៉ារ៉ាម៉ាណូពេលនោះសហភាពសូវៀតគេចាប់ផ្ដើមកុំឲ្យបែកបាក់តាមទ្រឹស្ដីរបស់លេនីនគាត់និយាយថាម៉េចអ៊ុយក្រែនខ្លាំងជាងគេគឺវិស័យកសិកម្មធំណាស់ដីអ៊ុយក្រែនធ្វើកសិកម្មគឺស្រូវសំឡីបាទពោតលំឡងពេលនោះសម័យក្រូចឆុសគេថាធ្វើឲ្យដូចធ្វើឲ្យហួសសហរដ្ឋអាមេរិកតែហ្នឹងរត់ប្រណាំងគ្នាពេលនោះហើយរុស្សហភាពសូវៀតបានយកដំឡូងយកពោតពីអាមេរិកយកមកដាំពេលនោះរុស្ស៊ីបានខ្លាំងមែនតើដល់ពេលអ្នកដែលដើររូបមន្តបន្ទាប់ក្រោយមកគឺលោកម៉ៅតាមស្តាលីនអញ្ចឹងចិនសប្តាហ៍ថ្ងៃពីប្រហែលខែមុនខ្ញុំទៅប្រទេសចិនខ្ញុំសួរពោតមកពីណាអត់ប្រាប់ខ្ញុំថាមិនបាច់ប្រាប់ទេខ្ញុំដឹងទាំងអស់ពោតនឹងយកពីសហភាពសូវៀតមកពីរុស្ស៊ីមកពេលដែលស្តាលីនជាមួយព្រោះយើងដឹងហើយលោកម៉ៅជាកូនសិស្សរបស់ស្តាលីនអញ្ចឹងគាត់គប់ពីផាសមកស្តាលីនគឺសម្លាប់មនុស្សច្រើនណាស់បាទខ្ញុំមិននិយាយទេខាងចិនខ្ញុំនេះគាត់នេះព្រោះខ្ញុំបានទៅរស់នៅទីនោះពីដើមឯកឧត្តមកិនភៀនោះអួតដល់អាមេរិកដល់ពេលទៅរុស្ស៊ីបាត់មាត់ឈឹងបាទខ្ញុំប្រាប់មើលព័ត៌មានសិតតែបាញ់ចេះបាញ់ចុះបងអូនឯងដើរយើងអាណិតអ៊ុយក្រែននោះអាណិតប្រជាជននោះណាស្អីដូចលោកគ្រូមាននេះវាប្រសាសន៍ថាអីអ៊ុយក្រែនផលិតដ្រូនលក់កុំទៅជឿហ៎តែពេលជ្រោកមិនបានផងអ្នកណាអ្នកផលិតគឺពួកអឺរ៉ុបបញ្ចូលមកអ៊ុយក្រែនដើម្បីលក់ចេញអ៊ីរ៉ង់ក៏ដូចគ្នាដែរគឺយកពីរុស្ស៊ីមកអ្នកត្រូវចងចាំសង្គ្រាមលើកលោកទី2រត់តែបាយហូមបានផងតើរុស្ស៊ីមានបានយកអាវុធពីប្រទេសណាមកដែរអត់មានយកទោះតម្រាំមកឥឡូវប្រទេសវារីកចម្រើនអញ្ចឹងវាយកដែរវាអត់យកទេខ្ញុំជំរាបជូនណាមនុស្សស្រីដើរតួនាទី3ទី1ធ្វើម្ហូបអាហារទី2ផលិតគ្រាប់ទី3គឺពេទ្យអត់មាននារីមួយណារត់គេចចេញពីប្រទេសសហភាពសូវៀតបានទេគឺគេរួមគ្នាបែបហ្នឹងយុវជនត្រូវតែចូលបម្រើកងទ័ពទាំងឪពុកទាំងកូនត្រូវចូលកងទ័ពទាំងអស់ពេលបានចូលបានព្រោះគេមានកាតព្វកិច្ចចូលបម្រើកងទ័ពគេអត់បាច់ហាត់ទេគេហាត់រួចទៅហើយគ្រាន់តែលីកំភ្លើងកាន់កំភ្លើងចាប់ដើមណាពេលត្រជាក់ខ្លាំងគេយកវ៉ូតកាមកផឹកហើយគេហាត់ដៃអត់ទាន់ខ្លែមទេខ្ញុំគាត់ជម្រាបជូនខ្ញុំទៅដោយថាទីប្រឹក្សាប្រធានាធិបតីវ្លាឌីមពូទីនអញ្ជើញខ្ញុំឯកឧត្តមកិនភៀទៅដើរមកយប់ទួភ្លឺប្រជុំចប់ម៉ោង10យប់ដើរទួភ្លឺអត់មានស្អីមួយប៉ុន្តែគ្រាន់ថាកុំមើលទូរស័ព្ទកុំមើល Google អត់មានន័យទេវាប្រឡប់ពេញនឹងទាំងអស់ព្រោះដើម្បីកុំឲ្យយន្តហោះកុំឲ្យដ្រូនកុំឲ្យអីចឹងដូចយើងឃើញអ៊ីស្រាអែលចឹងបាញ់មកដល់សប្តាហ៍ថ្ងៃនេះអ៊ីរ៉ង់បាញ់ទៅមិនទាន់ធ្លាក់តែអំបែងទេគឺគេចាប់នៅលើទាំងអស់ផ្ទុះនៅអវកាសអញ្ចឹងស្អីទៅអ៊ីស្រាអែលគឺរុស្ស៊ីអាមេរិកព្រោះជនជាតិអ៊ីស្រាអែលបានត្រូវសង្គ្រាមលើកលោកទី2អាល្លឺម៉ង់ចាប់សម្លាប់ស្ទើរទាំងអស់នៅទឹកដីប៉ូឡូញអញ្ចឹងរត់ទៅនៅជ្រកនៅអ្នកណាបង្កើតរដ្ឋអ៊ីស្រាអែលគឺរុស្ស៊ីនិងអាមេរិកបង្កើតរដ្ឋនៅឆ្នាំ1960 បាន
bà trời thế bố cái chấp ăn cơm tới cháu ơi ní đời xa tay trong dây thoang xong tô lục cụ miền này buộc trong ban ta khơi đường này chẳng cái nữa có qua được miếng xanh cá bứt mình chẳng thế cá bứt mình chẳng thế từ thua chẳng cái khép cầm tay cro cái nơi miếng cro bánh tụi bao cái tụm nửa một phần nữa họ đôi ai đam kia rồi qua có miếngภาษา thà pre mình miếng bánh hà phần tay này tôi chong chăm còn tay ẩm pong gas robot Russia quát chung bên bị phập lộ kia bánh đặc kê kia bảo hô ta ẩm pong break được cái này mà bạn mơ Google miếng này bạn vấn đề này cô bring lang thay đồ san nơi Iran kia bằng cách ở miền Iran kia bằng cách ở miền Iran John ទូនេះដោយអាយដាមគីសេរីវ៉ាគាត់ថាកុំបារម្ភខ្ញុំដើរទៅបាត់ម្នាក់នោះបាទសួរមានពេលចាក់ឡានអត់ខ្ញុំឲ្យចាក់ពេលអស់បន្តិចចាក់ភ្លាមអស់ចាក់ភ្លាមក៏អត់ចាក់ដល់ឡានគាត់អត់ទៅរួចពេលខ្ញុំបរហោះគេທາງសុកទូចភូតកាត់រូបតខ្ញុំអត់ដែរភូតទេខ្ញុំទៅដល់ព្រំដែនតែខ្ញុំមិនប្រាប់បាទខ្ញុំបានទៅដល់ប្រាសាទព្រះវិហារឡើងទៅដល់ពោយទៅឌីប៉ុន្តែមិនបានថតដោយសារកងទ័ពលោកមិនអនុញ្ញាតដើម្បីការពារសន្តិសុខរបស់យើងខ្ញុំស្រក់ទឹកភ្នែកខ្ញុំជុកណែនដើមទ្រូងនៅពេលដែលពួកថៃចាប់ផ្ដើមបំផ្លាញនៅវប្បធម៌របស់ដូនតាព្រោះអីបើវាហ៊ានបំផ្លាញពួកម៉ែវាឪវាដូនតាវាមិនមែនជាអ្នកសានសង់ចឹងវាអាចបំផ្លាញបានទាំងអស់ប៉ុន្តែយើងហ៊ានបំផ្លាញរបស់ដូនតាយើងទេយើងអត់ហ៊ានបំផ្លាញទេដោយសារដូនតារបស់យើងគេដំណើររបស់ដូនតាយើងបានថាអ្នកឯងត្រូវចាំនៅឆ្នាំ1859ដែលលោកគ្រូមាសនេះនិយាយមិញហ្នឹងគឺថាពេលហ្នឹងប្របាទខ្ញុំក្រោយពីខ្ញុំវះផងខ្ញុំភ្លេចច្រើនដោយសារតែវាភ្លេចបាទប្រាសាទអង្គឌួងធ្វើចិត្តម៉ៃទៅប្រាំងទៅណាប៉ូឡុងទី3ពេលនោះប្រាំងមកប៉ុន្តែថៃកាត់ទុកជាប់ត្រូវជួបគ្នានៅខេត្តកំពតអញ្ចឹងបាទខ្ញុំទិញផ្ទះនៅប្រាសាទហ្នឹងបាទដីប្រាសាទហ្នឹងក៏ធ្លាប់ដឹងដែរពីណាក៏ធ្លាប់ដឹងខ្ញុំទិញតែ$2000ទេដីខ្ញុំនៅសប្តាហ៍ហ្នឹងព្រោះខ្ញុំអានប្រវត្តិសាស្ត្រទៅវាឃើញអញ្ចឹងខ្ញុំត្រូវទិញកន្លែងហ្នឹងបាទត្រូវទិញកន្លែងហ្នឹងដល់ពេលអញ្ចឹងហើយប្រវត្តិសាស្ត្រវាបានបង្ហាញឲ្យឃើញការឈឺចាប់ព្រោះស្ដេចយើងមុនឡើងគ្រងរាជទៀតនិយាយប៉ះកំទោសសុំនិយាយព្រោះរដ្ឋធម្មនុញ្ញចែកណាមកឲ្យនិយាយស្ដេចខ្ញុំត្រូវតែឆ្លងកាត់ប្រទេសថៃបានមកឡើងគ្រងរាជបានបាទអញ្ចឹងគេប្រុងហែកទន្លេមេគង្គជាពីរនៃអ្នកចិត្តខាងរបស់យើងគេប្រុងហែកទន្លេមេគង្គអញ្ចឹងអង្គឌួងធ្វើចិត្តម៉ាយភ្លាមប៉ុន្តែអត់បានជោគជ័យទេចុងក្រោយមកបារាំងគាត់មកខ្លួនឯងតែម្ដងបាទនៅឆ្នាំ1800ហើយពេលហ្នឹងអ្នកត្រូវចងចាំមែនតើបារាំងបានរៀបចំឲ្យយើងហើយគេបានដាក់អាណាព្យាបាលអញ្ចឹងពាក្យអាណានិគមនិងអាណាព្យាបាលហ្នឹងបានចំបកស្រាយឲ្យការពារសិនមុនអាណាព្យាបាលហ្នឹងគឺមាន5ចំណុចបាទនៅឆ្នាំ1884សំទោសមិន84ទេឆ្នាំ1864 5ចំណុចជនបរទេសណាចូលទឹកដីកម្ពុជាទៅសុំការអនុញ្ញាតពីបារាំងទី2បារាំងមានសិទ្ធិកាប់ព្រៃឈើនៅលើទឹកដីកម្ពុជាដោយមិនសុំការអនុញ្ញាតទី3បារាំងមានសិទ្ធិផ្សាយសាសនាលើទឹកដីកម្ពុជាឃើញមានវត្តបារាំងកកក្ដីអាផ្លូវស្ពានជ្រោយចង្វានោះពីដើមមានវត្តកន្លែងហ្នឹងអាកាច់កណ្ដុងហ្នឹងចំណុចមួយទៀតគឺគ្មានសិទ្ធិកាត់ទោសបារាំងពេលនោះឲ្យបារាំងទៅទាពន្ធប្រជាជនខ្លះខឹងពេកដោយសភាសឹកចុះទឹកកពើឡើងលើខ្លាចូលព្រៃបលាចេញផ្សារប៉ូលីសគាត់ដាក់ភងអាបារាំងយកច្បាប់នឹងយកបញ្ចក់មកដាក់ទោសខ្មែរយើងដាក់អីភូមិក្រាំងលាវទៅជាភូមិដេរិឆានមានតែសត្វដេរិឆានទេដែលមិនគោរពនៅឆ្នាំ1864នេះនៅឆ្នាំ1884បារាំងបានដាក់អាណាព្យាបាលកុំនិយាយរឿងអាណានិគមគ្មានសិទ្ធិកាត់ដីឲ្យអ្នកណាទេបើសិនជាអ្នកឯងត្រង់អាណាព្យាបាលអ្នកឯងអាណានិគមឯងបើមានសិទ្ធិកាត់ដីឲ្យកុំនិយាយណា
31 ខេត្តនៅណា21 ខេត្តនៅណាមើលប្រវត្តិសាស្ត្រឡើងវិញមើលប្រវត្តិសាស្ត្រឡើងវិញចុកចាប់ឈឺដើម្បីព្រោះអីហើយកុំនិយាយខ្មែរអត់មានណារៀបនៅស្ពាយធ្វើអស់ហើយណានៅតែសម័យពូណនមួយហើយសម័យនគរភ្នំកំពុងតែសម្អាតនឹងធ្វើមានទាំងអស់ហើយប្រវត្តិសាស្ត្រគេអត់បាច់ទៅសួរពីណាច្រើនទេគេមានសិទ្ធិសម្រេចទៅលើអ្នកប្រាជ្ញចាប់ពី4អ្នក5អ្នកឡើងទៅជុំគ្នាគេអាចធ្វើបានហើយព្រោះវាជាស្មារតីរបស់អ្នកប្រាជ្ញហ្នឹងរបស់អ្នកប្រាជ្ញហ្នឹងអញ្ចឹងខ្ញុំគាត់ជំរាបជូនអញ្ចឹងពួកអាថៃនេះពួកអាសៀមនេះវាអត់ធ្វើវាហេតុអីបានវាមកបំផ្លាញប្រាសាទព្រះវិហារខ្ញុំចង់ថតដែរតែថតមិនបានហេតុអីវាបានបំផ្លាញពីព្រោះនៅឆ្នាំ1800ពេលហ្នឹងយើងឃើញឆ្នាំ1945នោះផ្ទុះសង្គ្រាមលើកលោកខ្ញុំគ្រាន់ជំរាបជូនណាអាមេរិកពេលហ្នឹងទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូនៅទីក្រុង Hiroshima និង Nagasaki អត់ព្រោះតែជប៉ុនអត់ប្រកាសដល់អញ្ចឹងសពថ្ងៃហ្នឹងកងទ័ពរបស់អាមេរិកឈរជើងនៅលើនឹងទាំងអស់ពីព្រោះអត់ប្រកាសអញ្ចឹងគេយកអញ្ចឹងពេលហេតុអីបានជិះទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូខ្លាចសហភាពសូវៀតហែកដោយកូរ៉េខាងជើងនិងកូរ៉េខាងត្បូងឥឡូវនេះជប៉ុនទៅវាយសហភាពសូវៀតអត់ប្រកាសដល់ពេលសហភាពវាយវិញបាត់អីកោះគូរីលនិងកោះសខាលីនបាទខ្ញុំពេលហ្នឹងគេហៅខ្ញុំទៅធ្វើវាគ្មិននៅក្នុងមានប្រធានាធិបតី4រូបមានប្រធានាធិបតីកូរ៉េប្រធានាធិបតីចិនប្រធានាធិបតីស៊ីនាយករដ្ឋមន្ត្រីជប៉ុនខ្ញុំក៏បានធ្វើជាវាគ្មិនដែរតាមពិតពេលហ្នឹងអាយដាមបណ្ឌិតស្ពាចាហងជុនរ៉ុនទេប៉ុន្តែគេឲ្យខ្ញុំធ្វើជាវាគ្មិនពួកខ្ញុំអត់ចេះអង់គ្លេសខ្ញុំចេះតែរុស្ស៊ីហើយខ្ញុំក៏និយាយជាភាសារុស្ស៊ីទៅនៅសមុទ្រខ្មៅពងត្រីនៅទីនោះតែលក់សពថ្ងៃហ្នឹងយើងលក់យកមកលក់គឺយកពីនោះមកទេត្រីសាល់ម៉ុននេះហ្នឹងបាទត្រីនៅប្រទេសរុស្ស៊ីថោកណាស់សម្រាប់ពួកខ្ញុំជានិស្សិតអត់មានលុយខ្ញុំទិញត្រីហ្នឹងយកមកខញ៉ាំបាទប៉ុន្តែនៅប្រទេសដទៃថ្លៃអញ្ចឹងខ្ញុំគាត់ជំរាបជូនអញ្ចឹងពួកវាអត់បានធ្វើវាហេតុអីវាអត់តម្លាក់កំតិចដូចជាប្រាសាទតំបន់តូចតំបន់ធំពីព្រោះអត់ទាន់មានកិច្ចព្រមព្រៀងអញ្ចឹងនៅឆ្នាំហ្នឹងពេលយើងឃើញហើយនៅឆ្នាំ1804ពេលហ្នឹងបារាំងក៏បានប្រាប់វិញថាត្រូវតែរៀបចំព្រំដែនអញ្ចឹងកាត់យកមកតាំងពី1904នៅច្បាស់បង្គោលចប់សពគ្រប់នៅឆ្នាំ1908អញ្ចឹងសូមឲ្យអាសៀមគិតនឹងឡើងវិញខ្មែរយើងត្រូវគិតនឹងឡើងវិញឲ្យកូនខ្មែររៀនប្រវត្តិសាស្ត្រនឹងឡើងវិញឲ្យដឹងអញ្ចឹងដល់ពេលមកនឹងវិញយើងមានព្រំដែនច្បាស់លាស់ប៉ុន្តែវាអត់ចេញពីភាសាព្រះវិហារនៅឆ្នាំ1962ប្របាទនរោត្តមសីហនុបានធ្វើប្តឹងទៅ ICJ អង្គតុលាការអន្តរជាតិពេលប្តឹងហ្នឹងគេកាត់ឲ្យខ្មែរឈ្នះពេលឈ្នះហើយគេទុករយៈពេល10ឆ្នាំប៉ុន្តែ2008អាសៀមចង្អែងហ្នឹងមកឈ្លានពានម្ដងទៀតប៉ុន្តែខ្មែរពេលនោះប្រើ BM ឈ្នះតែឥឡូវប្រើ BM អត់ទេព្រោះអីប្រវត្តិសាស្ត្រគេអត់ដែលប្រើតែចាប់ដើមពង្រីកទៅនឹងដែលយើងចង់មើលទាំងអស់គ្នាយើងចង់មើលទាំងអស់គ្នាបាទអញ្ចឹងប្រវត្តិសាស្ត្រត្រូវឲ្យដឹងត្រូវឲ្យឮអញ្ចឹងយើងឲ្យមើលឃើញទាំងអស់គ្នាទាំងអស់ហ្នឹងហើយយើងផ្ដល់ឲ្យបាទផ្ដល់ឲ្យថាតើស្អីដែលយើងត្រូវនាំគ្នាដើរត្រូវនាំគ្នាគិតត្រូវនាំគ្នាធ្វើអញ្ចឹងយុវជនទាំងអស់គ្នាត្រូវតែខំឲ្យដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួនទោះបីជាមិននេះក៏ដោយយើងនឹងសារជ្រាវអញ្ចឹងរាជមន្ត្រីសភាចាប់ផ្ដើមឲ្យរៀនប្រវត្តិសាស្ត្រទោះមុខវិជ្ជាអីក៏ដោយស្រុកណាទៅសួរទៅបើស្រុករុស្ស៊ីដាច់ខាតហ្មងត្រូវតែរៀនប្រវត្តិសាស្ត្រហើយប្រវត្តិសាស្ត្រគេអត់ភូតទេគេត្រូវតែនិយាយការពិតបើបាក់គេអាចនិយាយភូតបានតែរឿងប្រវត្តិសាស្ត្រគេអត់ឲ្យទេបាទបណ្ណាល័យគេគ្រប់កន្លែងបណ្ណាល័យគេស្អាតជាងមន្ទីររដ្ឋទៀតបណ្ណាល័យបាទខ្ញុំនិយាយចឹងមែនទេណាឥឡូវចាប់ដើមធ្វើដែរហើយធ្វើបណ្ណាល័យចាប់តិចទៀតកូនឯងអាចទៅអានផ្ទះខ្ញុំបានខ្ញុំឲ្យអានដែលអត់យកថ្លៃទេតែអត់យកថ្លៃហ្នឹងទៅអាននៅក្រោមដើមឈើដើមឈើហ្នឹងសឹកខ្ញុំដាំណាអត់មានហើយខ្ញុំដាំដើមឈើខ្ញុំអត់កោះយកមកដាំទេណាខ្ញុំយកកូនមកដាំពួកកូនវាអត់មានកន្លែងដាំអញ្ចឹងយើងឃើញទាំងអស់ហ្នឹងពីព្រឹត្តិការណ៍ទាំងអស់ហ្នឹងវាស្ដែងឲ្យឃើញថាពិភពលោកវាវិលត្រឡប់ទៅសង្គ្រាមដោយលោកគ្រូមាសនេះគាត់មានប្រសាសន៍ទៅសង្គ្រាមប្រវត្តិសាស្ត្រសង្គ្រាមលើកទី1លើកទី2ណារុស្ស៊ី
ប្រាប់3ចំណុចកុំឲ្យអ៊ុក្រែនធ្វើអ៊ុក្រែននៅតែធ្វើដាក់ផោងអាមេរិកដាក់វេណេស៊ុយអេឡាតែ2ចំណុចទេទី1ហាមបែងចែកគ្រឿងញៀនទី2កុំឲ្យជនភៀសខ្លួនចូលទឹកដីអាមេរិកយកលេសនឹងដាក់ភឹសណាដូចគ្នានៅអ៊ីរ៉ង់មិនមែនរឿងស្រមើសម័យទេកូរ៉េខាងជើងធ្វើនុយក្លេអ៊ែរតាំងពីយូរធ្វើអត់បានទេគ្រាន់តែផ្ទុះរឿងអ៊ុក្រែនភ្លាមគេភុំព័ទ្ធរុស្ស៊ីភ្លាមរុស្ស៊ីបង្កើតឲ្យដែងកូរ៉េខាងជើងមាននុយក្លេអ៊ែរភ្លាមអាហ្នឹងហើយចាំណាថៃចេះណាជប៉ុនខ្លាំងចាប់ជប៉ុនចូលមកយកភាសាមកកាន់ភាសាព្រះវិហារអាមេរិកខ្លាំងមិត្តគេ60ឆ្នាំហើយគេអត់បាច់បាក់មិត្តគេទេរឿងអីដែលថៃហ៊ានពៀនទឹកដីខ្មែរបែរជាអាមេរិកទៅឲ្យរកក្រោះទំនើបផុតលេខមកមានន័យថាម៉េចគេចេះវៀតណាមកុម្មុយនីសចាប់អាមេរិកចោលចិនទេអត់ចោលចិនទេចាប់ចិនទៀតចោលរុស្ស៊ីទេអត់ចោលរុស្ស៊ីទេចាប់ជាមួយរុស្ស៊ីទៀតអញ្ចឹងនយោបាយការបរទេសដូចឯកឧត្តមគិនភៀលលោកមានប្រសាសន៍អញ្ចឹងត្រូវតែមើលកុំភ្លេចទេចិនយកប្រេងពីអ៊ីរ៉ង់យកពីប្រេងពីរុស្ស៊ីព្រោះចិនអត់មាននេះពីដើមយកពីអាហ្វ្រិកយកពីអាមេរិកឡាទីនមកឥឡូវអាចចាប់ដៃជាមួយកាណាដាក៏ជាប្រទេសផលិតប្រេងទី4នៅលើពិភពលោកខ្ញុំគាត់ជំរាបជូនអញ្ចឹងទាំងអស់ហ្នឹងវាបង្ហាញស្អីខ្មែរយើងត្រូវដឹងហើយខ្ញុំដឹងពីណាមកពីព្រោះដើម្បីវិភាគនយោបាយបានត្រូវទៅរៀនប្រវត្តិសាស្ត្រនៅស្រុករុស្ស៊ីហ្នឹងគឺទៅឲ្យគេឲ្យរៀនគណិតវិទ្យាក៏គេឲ្យរៀនដែរបាទអញ្ចឹងហើយបានជាខ្ញុំខំមកហ្នឹងរត់អរគុណរាជរដ្ឋាភិបាលពិសេសគឺសម្ដេចតេជោនឹងតែម្ដងគាត់អនុញ្ញាតឲ្យរាជបណ្ឌិតសភាកម្ពុជាកសាងនៅប្រវត្តិសាស្ត្រសភៅប្រវត្តិសាស្ត្របាទខ្ញុំដែលស្វាំងចេះទៅចូលបន្ទប់ទឹកហ្នឹងទៅលុបមុខព្រោះវាស្អិតភ្នែកវាស្ងួតភ្នែកបាទអង្គុយមើលអង្គុយអានអង្គុយដើម្បីធ្វើឲ្យផលអញ្ចឹងអាកន្លែងហ្នឹងដើម្បីឲ្យកូនខ្មែរដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួនថាពួកនេះវាអត់ធ្វើវាហ៊ានបំផ្លាញវាអត់ស្ដាយទេយើងហ៊ានដុតផ្ទះម្ដាយយើងនេះពួកដុតផ្ទះម្ដាយយើងមានអាពួកគ្រឿងញៀនទេអាពួកញៀនលបែងទេតែបើមនុស្សដែលគេមានកលំធម៌គេអត់ហ៊ានធ្វើបែបហ្នឹងទេតែពួកថៃមិនមែនម៉ែវាមិនមែនដូនតាវាសុខោទិកើតនៅសតវត្សទី13អយុធ្យាតើប្រាសាទព្រះវិហារធ្វើនៅពេលណាប្រាសាទតំបន់តូចតំបន់ធំសត្វតកបែងធ្វើនៅពេលណាមុនដូនតាវាកើតទៀតមិនមែនជារបស់វាទេចឹងកូនខ្មែរត្រូវចងចាំទាំងអស់គ្នាហើយអ្នកជេរខ្ញុំតាម Facebook អីខ្ញុំភូតក៏បាទខ្ញុំទៅដល់ទីនោះអ្នកអត់ទៅនេះមានចំណុច2ទី1អត់ឡានអត់មានប្រេងអញ្ចឹងឯកឧត្តមគីសីវត្តគាត់តើទៅអត់ដល់គាត់ថាកុំបារម្ភអីទៅអត់បារម្ភហ្នឹងអត់មានប្រេងអញ្ចឹងអត់ប្រេងអញ្ចឹងពួកខ្ញុំជិះជាង 1000 គីឡូនោះទាំងផ្លូវកក្រិចទាំងផ្លូវលំបាកចេញទៅមុំ3មួយដំបងយើងចេញផ្លូវកាត់ដែលប្រើ90 គីឡូមកវិញជាង200ហើយទៅតាមនៅទាំងអស់បាទខ្ញុំទម្លាប់ខ្ញុំអត់មានចេះទៅភូតស្អីទៅភូតមានន័យអីប្រវត្តិសាស្ត្រកុំឲ្យភូតអត់ភូតទេអ្នកឯងជេរខ្ញុំជេរចោះខ្ញុំអរគុណទៀតណាដូចទៅផ្ទះតមុកអីហ្នឹងផ្ទះតមុកនៅក្រោមហ្នឹងខ្ញុំទៅដល់ហ្នឹងទៅឡើងទៅលើហ្នឹងកន្លែងដុតសពប៉ុលពតកន្លែងផ្ទះតមុកនៅខាងបើឡើងចេះទៅនៅខាងស្ដាំដៃហ្នឹងគាត់ខ្ញុំទៅភូតធ្វើអីអ្នកឯងភូតស្អីអាសពថ្ងៃហ្នឹងក៏រ៉េអាប់ស៊ីបានហ្នឹងម៉ោងថ្ងៃណាហោះប្រហែលយកទៅរូបថតដាក់ហ្នឹងឃើញភ្លាមហ្នឹងអាទូរស័ព្ទនេះឃើញភ្លាមឡើយហ្នឹងខ្ញុំទៅភូតធ្វើអីបាទអញ្ចឹងទេខ្ញុំជឿជាក់ថាសេដ្ឋកិច្ចក៏ដូចគ្នាដែរយើងត្រូវខំយើងសេដ្ឋកិច្ចពឹងផ្អែកអីសេដ្ឋកិច្ចរបស់ខ្មែរពឹងផ្អែក3ធំទី1វិស័យកសិកម្មទី2គឺស្អីទេសចរទី3គឺស្អីឧស្សាហកម្មធនស្រាលអត់ធនធ្ងន់ទេប៉ុន្តែឧស្សាហកម្មទាំងអស់នេះវាគ្រាន់តែជាផ្ដល់ទៅទេដើម្បីសូបយកកម្លាំងពលកម្មប៉ុន្តែវិស័យកសិកម្មបើគឺនិយាយថា 70% 40% ជាកសិករគេថាកសិកម្មនឹងទុនខ្សោយតែបើ 5% ជាកសិកម្មអានឹងគេហៅថាកសិកម្មទំនើប
ប្រទេសមួយរីកចម្រើនគេមើលពុនដានិងពុនកយបើពុនដាឡើងខ្ពស់គេថាប្រទេសនឹងអ្នកមានកាលណាពុនកយឡើងខ្ពស់គេថាប្រទេសនឹងទិញបោះគេស៊ីទី3ប្រទេសមានសន្តិភាពឬអសន្តិភាពគេមើលផ្ទះអ្នកធំរបងកាន់តែខ្ពស់លួសកាន់តែក្រាស់ថាប្រទេសនឹងអសន្តិសុខបាញ់និយាយទេបើប្រទេសសន្តិសុខគឺធ្វើរបងគេមិនអួតរបងទេគេអួតដំណាំគេអួតផ្កាទៅមើលអឺរ៉ុបគេដាំផ្កាជុំវិញផ្ទះជុំវិញផ្លូវសួរតែអាដាមកិនភេទទៅក៏ឃើញហើយ